នេះសម្រាប់ដោយសាពោអត់មានឧបសគ្គទៀតទេដោយសារយើងថតកណ្ដាលថ្ងៃត្រង់អត់មានថតល្ងាចទៀតទេនេះគឺជាសកម្មភាពរបស់បងប្រុសយិនដែលគាត់ល្បីនៅក្បែរលបងវត្តបល័យគាត់ថតរឿងណាយើងឃើញថាស្ដេចកាមេរ៉ាមែនកំពុងតែចំទឹកចំតងយ៉ាងខ្លាំងទុំហើយចាំអញប្រើឲ្យបេះស្នាមថតអេយាយនេះហាម៉ាត់មកពោះវែកអញមិនស្គាល់កូនពោះទូចមួយចេះតែមាត់ចង្រៃអញ្ចឹងតាបានតែអញភ័យញ័រដៃញ័រជើងនេះណែស្ដាប់អញគ្រូឆ្នាំតាំងពីដើមមកទៅបេះស្ដាប់អញស្ដាប់ចាំទៅបេះត្រួយធៀងដងត្រួយចេកត្រួយកញ្ឆែតអាចុងទឹកត្រីហ្នឹងយើងចាំតិចមកបុកលេខជូងទៅអត់រួចអើយតាវាវខ្លាំងឯណាដល់ឆ្នាំខ្មែរទេ